Nẹ mô Bụt Thát Xá, Nẹ mô Tham Mát Xá, Nẹ mô Sang Khát Xá.សូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញតាមស្រួលសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ខ្សែអត្ថសំឡេងដ៏ល្អសម្រាប់ថ្ងៃនេះថ្ងៃនេះខ្ញុំសូមចែករំលែកនៅមេរៀនដ៏សំខាន់មួយតាមរយៈព្រះពុទ្ធសាសនាឈ្មោះថាមេត្តាឬក៏មេត្តាភាវនាអំពីវិធីចម្រើននៅមេត្តាឬក៏របៀបផ្សាយទៅនៅមេត្តាហើយថាតើនៅពេលដែលបុគ្គលម្នាក់បណ្ដោះមេត្តាចំពោះខ្លួនឯងនិងផ្សាយចេញទៅនៅមេត្តាចំពោះមនុស្សជុំវិញខ្លួនថាយើងបានផលអីខ្លះហើយបានអានិសង្សអ្វីខ្លះអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងចែករំលែកនៅផលឬក៏អានិសង្សទាំង11យ៉ាងរបស់មេត្តាមេត្តាភាសាអង់គ្លេសគេប្រើពាក្យថា compassion ហើយឥឡូវនេះនៅលោកខាងលិចពាក្យ compassion ហ្នឹងគេប្រើ compassion is sexy មានន័យថាអ្នកដែលមានមេត្តាហ្នឹងដូចមនុស្សដែលមានមុនស្នេហ៍អញ្ចឹងទៅណាម្នាក់គឺមានគេចាប់អារម្មណ៍ទៅណាម្នាក់គឺមានគេចូលចិត្តចង់រាប់អានមិនថាមនុស្សឬទេវតានោះទេម្ល៉េះហើយការចម្រើនមេត្តានេះគឺពិតជាមានអានុភាពមានសក្តានុពលខ្លាំងមែនទែនក្នុងការធ្វើឲ្យយើងមានធម៌ពលឲ្យយើងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនរបស់យើងអញ្ចឹងខ្ញុំនឹងរាប់ពីទី1រហូតដល់ទី11ទាំងអស់គ្នាអនុញ្ញាតឲ្យបងប្អូនអស់គ្នាស្ដាប់ដោយការយកចិត្តទុកដាក់ហើយអាចយកទៅរំលឹកខ្លួនឯងបានជារឿយៗណាទី1លោកថាសុខខាងសុបតិដេកលក់ជាសុខឬក៏គេងជាសុខមានន័យថាអ្នកដែលផ្សាយនៅមេត្តារឿយៗហ្នឹងតែងតែគេងលក់ជាសុខគេងលក់ស្រួលមិនរវើរវាយមិនបង្រះចោះបង្រះឡើងហើយមិនដាក់ដៃកងថ្ងាសឲ្យគេងគិតច្រើនណាអញ្ចឹងដល់ម៉ោងគេងក៏គេងទៅមានន័យថាយើងគេងដោយក្តីអំណរគេងដោយការដឹងគុណអញ្ចឹងគេងលក់ស្រួលទៅក៏មានធម៌ពលល្អទី2ភ្ញាក់ឡើងជាសុខស្រស់ស្រាយមិនមួម៉ងវាជារឿងធម្មតានៅពេលដែលយើងគេងសុខនៅពេលដែលយើងគេងបានពេញលេញទៅយើងងើបឡើងប្រកបដោយធម៌ពលប្រកបដោយអារម្មណ៍ល្អនៅពេលដែលយើងមានធម៌ពលល្អមានអារម្មណ៍ល្អប្រកបណាស់យើងនឹងធ្វើកិច្ចការសម្រាប់ថ្ងៃប្រកបដោយសក្តានុពលពេញលេញផងដែរម្ល៉េះហើយពិតជាមានសារៈសំខាន់ខ្លាំងមែនទែននៅពេលដែលយើងគេងជាសុខយើងគេងដោយស្កប់ស្កល់ហើយយើងងើបឡើងគឺពោពេញដោយធម៌ពលងើបឡើងអារម្មណ៍ស្រស់ស្រាយមិនសូវមួម៉ងមិនសូវមួម៉ៅដាក់គេដាក់ឯងទី3មិនយល់សប្តិអាក្រក់ឬក៏មិនយល់សពអាក្រក់មិនឃើញរឿងគួរឲ្យខ្លាចអញ្ចឹងក្នុងសប្តិក៏ដូចគ្នាដែរនៅពេលដែលយើងគេងពេលខ្លះយើងគេងដល់7 8ម៉ោងប៉ុន្តែជួនកាលអាការគេងហ្នឹងវាសប្តិច្រើនពេករញ៉េញ៉ៃពេកទៅធ្វើឲ្យយើងអត់សូវមានធម៌ពលឲ្យពេលងើបឡើងអញ្ចឹងអ្នកដែលផ្សាយនៅមេត្តាជារឿយៗអ្នកដែលបណ្ដោះមេត្តាចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនហ្នឹងពេលគេងទៅបើសិនមានសប្តិក៏សប្តិល្អដែរអាចសប្តិឃើញទេវតាឬមួយសប្តិឃើញកិច្ចការឃើញស្ថានភាពណាមួយដែលល្អมันគួរឲ្យភ័យខ្លាចពេលដែលងើបឡើងហើយយើងខ្ញុំជឿថាបងប្អូនគាត់จะជួបប្រទះហើយនៅពេលដែលយើងគេងសប្តិអាក្រក់ឬក៏សប្តិអីឃើញខ្មោចលងឬមួយវាយគ្នាអីយើងងើបឡើងគឺបែកញើសមកងើបឡើងមានន័យថាបែកញើសជោគហើយអត់សូវមានធម៌ពលទេបាទទី4ជាទីស្រឡាញ់នៃមនុស្សទាំងឡាយនៅពេលដែលយើងផ្សាយមេត្តានៅពេលដែលយើងគិតល្អចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនប្រកបណាស់មនុស្សជាទីស្រឡាញ់ឬក៏មនុស្សនៅជុំវិញខ្លួនយើងហ្នឹងក៏មានការរាប់អានយើងក៏ឲ្យតម្លៃយើងទៅណាមកណាគឺមានមែនតើទៅណាមកណាគឺគេចូលចិត្តរាប់អានគេចូលចិត្តនៅក្បែរយើងដោយសារយើងមានភាពត្រជាក់នៅខាងក្នុងដោយសារតែយើងមានមេត្តាពេលដែលមានមេត្តាទៅយើងមានភាពត្រជាក់ខ្លាំងមែនតើនៅខាងក្នុងទី5ជាទីស្រឡាញ់នៃពពួកអមនុស្សពពួកទេវតាឬក៏សត្វអរូបអញ្ចឹងមានន័យថាទៅណាមកណាក៏ដោយមិនថាមនុស្សឬក៏ទេវតាឬក៏ពពួកអមនុស្សហ្នឹងគឺមានការរាប់អានមិនបំភ័យធ្វើឲ្យយើងមានភាពភ័យខ្លាចនោះទេទេវតាក៏តាមថែរក្សាទេវតាក៏តាមរាប់អានយើងដូចគ្នាព្រោះការផ្សាយមេត្តាចេញទៅវាមានអត្តពលខ្លាំងមែនតើហ្មងមានន័យថាវាបណ្ដោះចេញពីខាងក្នុងមកតែម្ដងយើងគ្រាន់តែងើបពីគេងមុននឹងចេញទៅធ្វើការយើងលើកដៃសំពះឲ្យសូត្រនមោទសៈ3ចប់ហើយនិយាយថាសូមឲ្យខ្ញុំបានសុខរួចចាក់ទុកសូមឲ្យមនុស្ស
នឹងសពសត្វទាំងអស់បានសុខរួចចាត់ទុកយើងគ្រាន់តែនិយាយប៉ុណ្ណឹងក៏យើងមានអារម្មណ៍ថារីករាយយើងមានអារម្មណ៍ថាមានធម៌ពលពេញផងដែរម្ល៉េះហើយនៅពេលដែលយើងផ្សាយចេញនៅមេត្តារឿយៗហ្នឹងមិនថាមនុស្សឬទេវតានោះទេគឺមានការរាប់អានមានការស្រឡាញ់យើងទៅកន្លែងណាមកណាសបោមិត្តភ័ក្តិទៅកន្លែងណាមកណាគេចង់រាប់អានណាទី6ទេវតាតែងជួយថែរក្សាការពារនៅចំណុចនេះខ្ញុំមានឧទាហរណ៍ជាក់ស្ដែងមួយមិត្តភ័ក្តិរបស់ខ្ញុំម្នាក់នៅអូស្ត្រាលីហ្នឹងគាត់បានប្រាប់ថាពេលមួយមិត្តភ័ក្តិរបស់គាត់ទៅទិញផ្ទះហើយផ្ទះហ្នឹងគេទុកចោលយូរហើយអត់សូវមានអ្នកទៅក្បែរទេដោយសារតែគេគិតថាផ្ទះហ្នឹងធ្លាប់មានខ្មោចលងអញ្ចឹងអ្នកដែលទៅទិញនៅពេលដែលដឹងដំណឹងហ្នឹងហើយអត់ហ៊ានទៅទិញទេប៉ុន្តែមិត្តភ័ក្តិរបស់ខ្ញុំបានប្រាប់ថាអ្នកដែលមកថ្មីហ្នឹងទោះបីជាគាត់ដឹងលឺអញ្ចឹងហើយក៏គាត់អត់មានការព្រួយបារម្ភអីដែរមុននឹងគាត់ទិញផ្ទះគាត់ចូលទៅគឺគាត់សូត្រធម៌គាត់ផ្សាយមេត្តាធម៌ដល់មនុស្សដល់ពពួកអមនុស្សនិងដល់ទេវតាដែលនៅផ្ទះណាអញ្ចឹងមានន័យថាគាត់បានបង្កើតនៅទម្លាប់នឹងជារឿយៗយូរឆ្នាំមកហើយនៅពេលដែលគាត់មកផ្ទះថ្មីនេះទៀតក៏គាត់បានបន្តទម្លាប់នឹងជារឿយៗទៀតហើយអត់ដែលមានរឿងស្អីកើតឡើងទេក៏អត់ដែលឃើញខ្មោចអត់ដែលឃើញអ្វីដែលគួរឲ្យភ័យខ្លាចនោះទេមានពេលខ្លះគាត់ប្រាប់ថាពេលដែលគាត់ចេញទៅក្រៅគាត់ភ្លេចបិទទ្វារផ្ទះមានតែផ្ដល់សញ្ញាផ្ដល់ហាក់ដូចជាទទួលបានសញ្ញាណាមួយថាគាត់ភ្លេចបិទទ្វារផ្ទះហើយអញ្ចឹងគាត់ត្រឡប់មកវិញអញ្ចឹងកន្លែងនេះចង់បញ្ជាក់ថាទេវតាតែងជួយថែរក្សាការពារនៅពេលដែលយើងមានសន្តានចិត្តល្អយើងមានមេត្តាចំពោះខ្លួនឯងចំពោះមនុស្សជុំវិញខ្លួនហើយផ្សាយមេត្តាដល់ពពួកទេវតាដែរថែរក្សានៅតាមផ្ទះនៅតំបន់ចិត្តយើងហ្នឹងក៏ជាផ្នែកមួយសំខាន់ម្ល៉េះហើយតែណាមកណាគឺទេវតាតែងជួយថែរក្សាការពារទី7ភ្លើងឬក៏ថ្នាំពិសសពាវុធមិនអាចបបៀតបៀនឬធ្វើអន្តរាយបានដោយងាយអញ្ចឹងមានន័យថាអ្នកដែលផ្សាយចេញទៅនៅមេត្តាអានិសង្សហ្នឹងគឺខ្ពស់ខ្លាំងណាស់អានិសង្សនេះគឺអស្ចារ្យមែនទែនពិបាកនឹងពិពណ៌នាឲ្យបើនិយាយសាមញ្ញនិយាយធម្មតាទៅពិបាកនឹងជឿថាភ្លើងមិនឆេះថ្នាំពិសមិនពុលឬក៏ការពារនៅសពាវុធផ្សេងឬក៏អន្តរាយផ្សេងដោយងាយអញ្ចឹងនៅកន្លែងហ្នឹងក៏ចង់បញ្ជាក់ថាបើមិនជឿទេបងប្អូនអាចសាកល្បងដោយខ្លួនឯងណាអាចសាកល្បងថាតើមេត្តានោះវាមានអានុភាពរបៀបម៉េចហើយអ្វីដែលសំខាន់នៅពេលដែលយើងធ្វើរឿយៗយើងខ្លួនឯងដំបងផុតហ្នឹងគឺយើងជាមនុស្សរីករាយជាមនុស្សដែលពោពេញដោយធម៌ពលជាមនុស្សដែលទៅណាមកណាមានមុនស្នេហ៍គេចង់រាប់អានគេចង់នៅក្បែរទី8ចិត្តស្ងប់បានរហ័សងាយនឹងចូលដល់សមាធិនៅកន្លែងនេះសំខាន់ខ្លាំងមែនទែននៅក្នុងចំណុចទី8អ្នកដែលផ្សាយមេត្តាជារឿយៗញឹកញាប់ហ្នឹងអត់សូវមានកំហឹងច្រើនអត់សូវមានអារម្មណ៍ឆេះឆាវអត់សូវមានអារម្មណ៍មួម៉ៅច្រើនម្ល៉េះហើយនៅពេលដែលធ្វើសមាធិទៅងាយនឹងទទួលបានភាពស្ងប់អំពីការចម្រើននៅសមាធិដោយសារតែយើងបានបង្កើតទម្លាប់បណ្ដោះនៅភាពត្រជាក់ខាងក្នុងយើងបានបង្កើតទម្លាប់បណ្ដោះនៅសេចក្តីស្ងប់បណ្ដោះនៅសេចក្តីសុខខាងក្នុងចំពោះខ្លួនឯងបណ្ដោះនៅមេត្តាចំពោះខ្លួនឯងហើយក៏ផ្សាយចេញទៅនៅមេត្តាចំពោះសពសត្វចំពោះមនុស្សជំនាញខ្លួនផងដែរម្ល៉េះហើយនៅពេលដែលចម្រើនសមាធិគឺងាយស្រួលនឹងស្ងប់ខ្លាំងមែនទែនទី9ពណ៌សម្បុរមុខមាត់ស្រស់ថ្លាមានរស្មីទាក់ទាញអញ្ចឹងយើងអាចមើលស្បែកមើលមុខមើលមាត់ទោះបីជាស្បែកខ្មៅក៏មិនមើលទៅវាអាប់អួរតែយ៉ាងហោចណាស់មានពន្លឺយ៉ាងហោចណាស់មានរស្មីនៅកន្លែងនេះពន្លឺរស្មីមានន័យថាមិនសូវអាប់អួរដោយសារអីដោយសារខាងក្នុងរបស់យើងហ្នឹងវាមានសេចក្តីសុខខាងក្នុងរបស់យើងហ្នឹងមានមេត្តាមានភាពត្រជាក់មកលហើយមុខស្បែកខាងក្រៅហ្នឹងក៏មិនសូវអាប់អួរប្រហែលណាដោយសារតែយើងជាមនុស្សដែលមិនសូវមានគំនុំគុំគួនជាមនុស្សដែលមិនសូវមានការប្រកាន់ច្រើនជាមនុស្សដែលមិនសូវមានភាពមួម៉ៅច្រើនអញ្ចឹងមានន័យថាខាងក្នុងហ្នឹងវាមានពន្លឺដ៏ល្អនៅខាងក្នុងទី10មិនវង្វេងក្នុងពេលស្លាប់មានសតិស្មារតីល្អពេលចិត្តផុតដង្ហើមនៅកន្លែងនេះចតិបដិសន្ធិចុងក្រោយឬក៏ដង្ហើមចុងក្រោយរបស់យើងហ្នឹងមិនវង្វេងមានសតិមានស្មារតីប្រកបណាស់នៅពេលដែលយើងផ្សាយចេញទៅនៃមេត្តាហើយ
ចុងក្រោយយើងអាចនឹងទទួលដឹងយ៉ាងហោចណាស់ក៏លើកដៃនឹកគុណទៅដល់ព្រះសម្មាសម្ពុទ្ធព្រះពុទ្ធព្រះធម៌ព្រះសង្ឃនឹកគុណទៅដល់ឪពុកម្ដាយទៅដល់ពពួកទេវតាទាំងឡាយអញ្ចឹងមានន័យថាដង្ហើមចុងក្រោយរបស់យើងនឹងប្រកបដោយសតិដោយស្មារតីមិនវង្វេងមិនមានភាពភ័យខ្លាចមិនមានការជាប់ជំពាក់ច្រើននៅដង្ហើមចុងក្រោយរបស់យើងទី11ប្រសិនបើមិនទាន់សម្រេចធម៌ខ្ពង់ខ្ពស់ជាព្រះអរហន្តទេយ៉ាងហោចណាស់ក៏នឹងបានទៅកើតក្នុងព្រហ្មលោកដែរអញ្ចឹងទោះបីជាការបដិបត្តិរបស់យើងមិនទាន់បានសម្រេចធម៌ជាន់ខ្ពស់ដែលយើងអាចនិយាយថាសម្រេចជាព្រះអរហន្តនៅក្នុងជាតិណាមួយក៏ដោយក៏ប៉ុន្តែយ៉ាងហោចណាស់ក៏បានទៅកើតនៅក្នុងព្រហ្មលោកជាកន្លែងដែលបរមសុខជាកន្លែងដែលសុខសាន្តផងដែរម្ល៉េះហើយការផ្សាយចេញនៅមេត្តាជារឿយៗហ្នឹងធ្វើឲ្យយើងទទួលបាននៅផលអានិសង្សច្រើនមែនទែនផលអានិសង្ស11នៅក្នុងកន្លែងនេះយើងមិនចាំទាំងអស់យ៉ាងហោចណាស់ក៏យើងចាំបាន1 2ចាំបាន3 4ក៏ជាផ្លូវក៏ជាវិធីដែលឲ្យយើងរំលឹកខ្លួនឯងជាប្រចាំក្នុងការផ្សាយចេញទៅនៅមេត្តាសម្រាប់ខ្ញុំជាប្រចាំវិជាទម្លាប់របស់ខ្ញុំមុននឹងពេលដែលខ្ញុំចេញពីផ្ទះមកធ្វើការខ្ញុំសូត្រធម៌ឲ្យខ្ញុំផ្សាយមេត្តាហើយមុនចូលគេងក៏ដូចគ្នាមកដល់ office ក៏ដូចគ្នារៀបចេញទៅក៏ខ្ញុំធ្វើដូចគ្នាអញ្ចឹងបើគិតទៅចន្លោះពេលមួយថ្ងៃ4ដងបាទពេលមុនចេញពីផ្ទះហើយពេលមុនចូលគេងពេលមកដល់ office ហើយនឹងពេលត្រឡប់ទៅផ្ទះវិញហើយ4ដងហ្នឹងខ្ញុំធ្វើក៏ខ្លីៗអត់ច្រើនលំបាកនោះទេភាសាបាលីខ្ញុំគ្រាន់តែសូត្រទុក្ខបត្តាចនិតទុក្ខាភយបត្តាចនិតភយាសោកបត្តាចនិសោកាហន្តោសាពេបេបាណណោអញ្ចឹងខ្ញុំសូត្រចឹងតិចជាប្រចាំជារឿយៗរាល់ថ្ងៃហើយបើមើលមែនតែនទៅយើងនិយាយមេត្តាហ្នឹងបើយើងយល់ហើយអនុវត្តយកមកដាក់នៅក្នុងមានន័យថាដាក់ក្នុងបេះដូងរបស់យើងអនុវត្តនៅក្នុងដំណើរជីវិតតិចណាខ្លួនឯងក៏មានសេចក្តីសុខហើយមនុស្សជុំវិញខ្លួនយើងក៏មានសេចក្តីសុខដូចគ្នាខ្ញុំនឹងលើករឿងជាឧទាហរណ៍មួយនៅក្នុងសម័យពុទ្ធកាលនៅសម័យពុទ្ធកាលយើងធ្លាប់ឮដំរីណាឡាគិរីបាទជាដំរីដែលកាយសាហាវខ្លាំងមែនទែននៅពេលដែលដំរីចោះព្រៃម្ដងគឺអត់មាននរណាម្នាក់អត់មានម៉ដំរីណាអាចទប់បានទេអត់មានម៉ដំរីណាអាចខាត់បានទេអញ្ចឹងនៅក្នុងសម័យពុទ្ធកាលព្រះទេវទត្តដែលមានចិត្តចំណែននឹងព្រះពុទ្ធបរមគ្រូណាបានរៀបចំផែនការសម្លាប់ឬក៏យើងនិយាយភាសាបច្ចេកទេសថារៀបចំផែនការធ្វើឃាតព្រះពុទ្ធបរមគ្រូដែលបញ្ជាឲ្យម៉ដំរីធ្វើម៉េចសម្រួលធ្វើម៉េចរៀបចំឲ្យដំរីហ្នឹងឲ្យដំរីដល់កាយសាហាវឈ្មោះណាឡាគិរីហ្នឹងឲ្យផឹកស្រារហូតផឹកស្រាជាប្រចាំតើតែសវឹងលេងដឹងខុសដឹងត្រូវហ្មងមានន័យថាតើតែលេងស្គាល់ម៉ដំរីរបស់ខ្លួនតើលេងមើលទៅគឺពេលដែលសារ៉ាចូលខ្លាំងទៅគឺអាភាពកាចខាងក្នុងហ្នឹងភាពកំរោលហ្នឹងចេញខ្លាំងមែនតើហ្មងអញ្ចឹងនៅពេលដែលដំរីសវឹងខ្លាំងមែនតើរួចហើយម៉ដំរីហ្នឹងក៏បានលេងដំរីឲ្យរត់ទៅបុកប្រពុតធ្វើម៉េចធ្វើឃាតព្រះពុទ្ធបរមគ្រូតែម្ដងគណៈពេលដែលព្រះពុទ្ធអង្គកំពុងតែនិមន្តបិណ្ឌបាតនៅក្នុងទីក្រុងរាជក្រឹសណាហើយសកម្មភាពរបស់ដំរីហ្នឹងគឺគ្រាន់តែលេងទៅគឺរត់សម្ដៅទៅព្រះពុទ្ធបរមគ្រូរត់សម្ដៅទៅគឺដើម្បីជន់ហើយធ្វើឃាតព្រះពុទ្ធតែម្ដងព្រះអង្គនិមន្តបិណ្ឌបាតតាមសម្រួលតាមធម្មតាអត់មានភាពភ័យខ្លាចនោះទេគឺពោពេញទៅដោយភាពស្ងប់ស្ងាត់តាមដំណើររបស់ព្រះពុទ្ធបរមគ្រូក៏ប៉ុន្តែពុទ្ធបរិស័ទនៅក្នុងតំបន់ហ្នឹងគឺមានចលាចលមានភាពភ័យខ្លាចមែនទែនពេញទីក្រុងបាទហើយដោយរិទ្ធដោយអំណាចនៃមេត្តារបស់ព្រះពុទ្ធបរមគ្រូដោយអំណាចនៃមេត្តារបស់ព្រះសម្មាសម្ពុទ្ធគេថាមេត្តាដ៏បរិសុទ្ធណានឹងភាពត្រជាក់ត្រជុំកាន់ទៅផ្សាយចេញទៅដល់ពពួកមនុស្សសត្វនិងទេវតាទាំងឡាយហើយដោយអំណាចនៃមេត្តាអនុភាពនៃមេត្តារបស់ព្រះពុទ្ធបរមគ្រូដំរីគ្រាន់តែរត់ទៅជិតដល់ព្រះពុទ្ធគ្រាន់តែទៅជិតដល់ហើយលិតជង្គង់តែម្ដងមែនទេទប់ពុបលិតជង្គង់អោនក្បាលទៀបនឹងប្របាទរបស់ព្រះពុទ្ធបរមគ្រូកន្លែងនេះបើយើងអានអត្ថបទដល់ពេញលេញពិតជាមានអនុភាពខ្លាំងមែនតើអញ្ចឹងជាលទ្ធផលដោយអនុភាពនៃមេត្តាដែលគ្មានដែនកំណត់របស់ព្រះពុទ្ធបរមគ្រូមេត្តាដ៏បរិសុទ្ធ
របស់ព្រះពុទ្ធបរមគ្រូនឹងធ្វើឲ្យភ្លាមធ្វើឲ្យដំរីណាឡាគិរីនឹងបាត់បង់នៅកំហឹងហើយទប់ខ្លួនឯងបានមិនបានរត់ទៅជន់ព្រះពុទ្ធបរមគ្រូទេគ្រាន់តែទៅដល់ក្បែរពឹបគឺលុតជង្គង់ហ្មងហើយពុទ្ធបរិស័ទក៏លេចឃើញអញ្ចឹងគឺសប្បាយអបអរសាទរខ្លាំងមែនទែនព្រោះមុនហ្នឹងប្រហែលនាទីមុនហ្នឹងគឺមានភាពចលាចលព្រួយបារម្ភខ្លាំងមែនទែនភ័យស្រែកឡូឡាពេញហ្នឹងធ្វើម៉េចជួយកុំឲ្យដំរីរត់ទៅជន់ធ្វើឃាតព្រះពុទ្ធបរមគ្រូណាអញ្ចឹងគ្រាន់តែដំរីលិតជង្គង់មុខប្រភៈរបស់ពុទ្ធបរមគ្រូហើយពីដំរីដែលកាចបំផុតហ្នឹងคล้ายទៅជាដំរីដែលស្លូតបំផុតខ្លាំងមែនទែនអញ្ចឹងនៅក្នុងមេរៀននេះគ្រាន់តែចង់ឆ្លោះបញ្ចាំងឲ្យឃើញថាមេត្តាធម៌គឺជាអាវុធដែលគ្មានមុខទេមានអាវុធអត់មានមុខទេប៉ុន្តែវាមានប្រសិទ្ធភាពបំផុតក្នុងការការពារក្នុងការបន្សាបនៅកំហឹងបណ្ដោះនៅភាពត្រជាក់ហើយអាចពន្លត់ភ្លើងកំហឹងរបស់អ្នកដទៃបានដោយងាយព្រោះវាពោពេញនៅខាងក្នុងខ្លួនយើងហើយអញ្ចឹងក៏យើងអាចផ្សាយចេញទៅដល់មនុស្សជុំវិញខ្លួនដែរហើយយើងឈ្នះនរណាម្នាក់ឈ្នះដោយមេត្តាហ្នឹងគឺជាការឈ្នះដែរមិនបង្កបញ្ហាឬមួយជាការឈ្នះដែលមិនបង្កសត្រូវតទៅមុខទៀតបានហើយអ្វីដែលសំខាន់វាជាការបើយើងនិយាយថាការការពារខ្លួនវិញណាវាន័យថាវាជាអាវុធមួយដ៏អស្ចារ្យអាវុធដែលអត់មានមុខអាវុធដែលដោយមិនមានឧបករណ៍អីទាំងអស់ប៉ុន្តែវាជាធម៌ពលមួយជាកម្លាំងមួយដ៏អស្ចារ្យដែលអាចទប់ស្កាត់រឿងរ៉ាវផ្សេងៗបានអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនផ្សាយនៅមេត្តាបន្តិចប្រចាំថ្ងៃបើសិនបើយើងមិនចេះភាសាបាលីដែលអាចថាជាភាសាបាលីបានច្រើនឬមួយយើងឃ្លាមួយឃ្លាដែរយើងតែងតែឮសម្ដេចគ្រូគូសុភាពដែរព្រះអង្គមានសន្និកាថាអហង្សុគតោហោមិនិតតុខោសូមឲ្យខ្ញុំបានសុខរួចចាកទុក្ខសូមឲ្យខ្ញុំបានសុខរួចចាកទុក្ខអញ្ចឹងយើងអាចពន្លាតសេចក្តីនឹងបន្តិចទៀតមកឧទាហរណ៍ថាសូមឲ្យខ្ញុំបានសុខរួចចាកទុក្ខសូមឲ្យក្រុមគ្រួសាររបស់ខ្ញុំបានសុខរួចចាកទុក្ខសូមឲ្យលោកគ្រូអ្នកគ្រូរបស់ខ្ញុំបានសុខរួចចាកទុក្ខសូមឲ្យញាតិមិត្តរបស់ខ្ញុំបានសុខរួចចាកទុក្ខសូមឲ្យមិត្តភ័ក្តិរបស់ខ្ញុំបានសុខរួចចាកទុក្ខសូមឲ្យថ្នាក់ដឹកនាំរបស់ខ្ញុំបានសុខរួចចាកទុក្ខសូមឲ្យមនុស្សសត្វទាំងអស់បានសុខរួចចាកទុក្ខអញ្ចឹងនៅពេលដែលយើងផ្សាយចេញទៅដំបូងយើងផ្សាយសម្រាប់ខ្លួនឯងក្រុមគ្រួសារហើយក៏យើងផ្សាយតទៅហើយយើងអាចឈានទៅដល់ចំណុចមួយទៀតទោះបីជាមនុស្សដែលធ្វើឲ្យយើងអត់សប្បាយចិត្តមនុស្សធ្លាប់ធ្វើបាបយើងក៏ដោយយើងមនុស្សដែលយើងអត់ចូលចិត្តស្អប់ក៏ដោយក៏យើងផ្សាយមេត្តាជារឿយៗដល់ពួកគាត់ដូចគ្នាអញ្ចឹងមានន័យថាយើងបណ្ដោះនៅមេត្តាយើងផ្សាយចេញទៅនៅមេត្តាសម្រាប់មនុស្សសត្វគ្រប់គ្នាទាំងអស់គ្រប់រូបទាំងអស់ឲ្យទទួលបានផលតិចប៉ុន្តែដើម្បីឲ្យការផ្សាយមេត្តារបស់យើងកាន់តែមានអានុភាពយើងខ្លួនឯងគឺត្រូវធ្វើរឿង3 4ណាទី1ត្រូវជំរះចិត្តរបស់យើងនឹងឲ្យបានល្អផុរផង់តាមរយៈធ្វើសកម្មភាពទាំងឡាយប្រកបដោយក្រមសីលធម៌កន្លែងហ្នឹងថាសិលសមាធិបញ្ញាអញ្ចឹងនៅពេលដែលយើងរៀនរក្សាសិលខ្លះរៀនបណ្ដោះនៅគុណធម៌តិចបន្ថែមខ្លះហើយបន្ទាប់មកយើងចម្រើននៅភាវនាចម្រើននៅសមាធិរៀនអនុវត្តសមាធិរៀនចម្រើននៅសមាធិតិចម្ដងហើយពេលដែលយើងផ្សាយមេត្តាចេញទៅគឺមេត្តារបស់យើងនឹងមានអានិសង្សច្រើនចំពោះខ្លួនឯងនិងដល់មនុស្សជុំវិញខ្លួនផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាការចែករំលែករបស់ខ្ញុំថ្ងៃនេះនឹងការជាសារៈប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដែលកំពុងតាមដានស្ដាប់ហើយបើគិតថាវាមានសារៈប្រយោជន៍គិតថាល្អក៏ចែករំលែកនៅคลิปវីដេអូនេះទៅដល់មិត្តភ័ក្តិនិងបងប្អូនរបស់យើងទាំងអស់គ្នាអរគុណច្រើន